ចូលហើយចេញវិញយ៉ាងលឿនកងកម្លាំងថៃជាច្រើនអ្នកបានរៀបរៀងទប់ស្កាត់មិនឲ្យជនជ្រុលនិយមថៃវិរៈសុំខ្វាឃីតនិងបពពួកប្រមាណ50ទៅ60នាក់ទៅអុកឡុកបណ្ដេញប្រជាពលរដ្ឋនៅក្នុងភូមិព្រៃច័ន្ទនិងភូមិជោគជ័យបាននោះឡើយតាមបណ្ដាញសារព័ត៌មានថៃដែលចេញនៅថ្ងៃទី31ខែតុលាឆ្នាំ2025នេះបានឲ្យដឹងថាកិត្តិកម្មថ្ងៃត្រង់នេះជនជ្រុលនិយមវិរៈសុំខ្វាឃីតនិងបពពួកប្រមាណ50ទៅ60នាក់បានបើកទាំងត្រាក់ទ័រនិង Excavator មកផងនោះចូលមកដល់ក្បែរនឹងភូមិព្រៃច័ន្ទរបស់កម្ពុជាប៉ុន្តែត្រូវបានកម្លាំងរបស់ថៃជាច្រើនអ្នករារាំងនិងទប់ស្កាត់មិនឲ្យចូលមកអុកឡុកនិងបណ្ដេញពលរដ្ឋកម្ពុជាចេញពីភូមិបាននោះឡើយសូមបញ្ជាក់ថាជនជ្រុលនិយមវិរៈសុំខ្វាឃីតនិងបពពួកបានមកប្រមូលផ្ដុំគ្នាដើម្បីទាមទារឲ្យកងទ័ពរបស់ខ្លួនចាត់វិធានការបណ្ដេញពលរដ្ឋខ្មែរចេញពីភូមិព្រៃច័ន្ទនិងភូមិជោគជ័យតាមរយៈសារព័ត៌មានថៃបាននិយាយថាប្រសិនបើកងទ័ពថៃមិនធ្វើតាមពួកគេនោះទេពួកគេនឹងចូលមកដេញប្រជាពលរដ្ឋខ្មែរយើងដោយខ្លួនឯងតែម្ដងប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយកងកម្លាំងថៃជាច្រើនអ្នកបានរារាំងនិងទប់ស្កាត់មិនឲ្យជនជ្រុលនិយមវិរៈសុំខ្វាឃីតនិងបពពួកចូលទៅអុកឡុកប្រជាជននៅភូមិព្រៃច័ន្ទបាននោះឡើយទោះបីជាគេឃើញក្រុមជ្រុលនិយមទាំងនោះចូលទៅមួយផ្លែតហើយប្រញាប់ចេញមកវិញយ៉ាងលឿនយ៉ាងណាក៏ដោយមិនដូចការខំស្រែកបំពើងទ្រង់នោះទេទន្ទឹមនឹងនោះកងកម្លាំងរបស់កម្ពុជាក៏បានត្រៀមលក្ខណៈរួចរាល់ផងដែរដើម្បីការពារប្រជាពលរដ្ឋនៅក្នុងភូមិព្រៃច័ន្ទនិងភូមិជោគជ័យនៅក្នុងឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនាងខ្ញុំអែលស្រីនុចពីកម្មវិធី TVFB ប៉ះដំណឹងJBL Boombox 4នឹងមកដល់ឆាប់នេះបើកឥឡូវនេះតម្លៃពិសេស$429សម្រាប់អ្នកដែលធ្វើការកក់ JBL Boombox 4នឹងទទួលបានគូប៉ុង$39សម្រាប់ការទិញផលិតផល Tefal ដែលជាផលិតផលរបស់ប្រទេសបារាំងណាមួយដែលលោកអ្នកពេញចិត្តប្រញាប់ឡើងកក់ឥឡូវនេះ Ycam អ៊ីនធឺណិតជម្រើសដ៏ពេញនិយមសម្រាប់គេហដ្ឋាននិងអាជីវកម្មគ្រប់ប្រភេទទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ